បានជំរាបសួរបងប្អូនអ្នកសិក្សាភាសាថៃទាំងអស់គ្នាបាទសូមស្វាគមន៍ក្នុងការរៀនភាសាថៃទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះដែរគឺខ្ញុំមកចែករំលែកទៅដល់បងប្អូនពាក្យថារសជាតិបាទចូលទៅរៀនទាំងអស់គ្នាដើម្បីជាចំណេះដឹងមួយចែករំលែករៀនភាសាថៃទាំងអស់គ្នាបាទថារសชาติបងប្អូនបាទរសชาติនេះប្រែថារសជាតិបងប្អូនបាទរសជាតិបាទរសជាតិទៅលើម្ហូបអីផ្សេងៗបាទអរ៉យបាទអរ៉យឆ្ងាញ់ពេលយើងទទួលទានឬក៏ពិសាអ្វីមួយទៅបាទយើងលន់មាត់ថាអរ៉យបាទអរ៉យនេះប្រែថាឆ្ងាញ់បងប្អូនបាទឌីបាទរត់ឌីបងប្អូនតែងទៅលឺហើយបាទនៅតាមគេនិយាយថារត់ឌីបាទអញ្ចឹងយើងអត់ដឹងប្រែថាម៉េចបាទរសជាតិឆ្ងាញ់បាទរត់ឌីបាទភេទបងប្អូនបាទភេទបាទភេទនេះគឺហិលបងប្អូនបាទសម្រាប់ส้มตำเผ็ดหน่อยเวลาบุกละหงหรือฮัลបន្តិចបាទចឹងเผ็ดបាទเผ็ดមួយម៉ាត់នេះប្រែថាហិលបងប្អូនបាទអូបាទរនបងប្អូនបាទរននេះគឺក្តៅបងប្អូនបាទក្តៅមួយទៀតយើងអាចនិយាយថាក្រហាយឬក៏ហិលសម្រាប់ទៅលើយើងហូបលើបុកហុងបាទជាតិបែបអ៊ីសានណាបាទរនបាទមានថាក្តៅឬក៏ក្រហាយឬក៏ហិលបាទពាក្យថារននេះបាទវ៉ានបងប្អូនបាទវ៉ានបាទវ៉ាននេះមានន័យថាផ្អែមបាទផ្អែមរសជាតិផ្អែមបាទរសชาติវ៉ានបាទមានថាវ៉ានប្រែថាផ្អែមបងប្អូនបាទពាក្យបន្ទាប់ទៀតបងប្អូនបាទខេមបងប្អូនបាទខេមបាទខេមនេះគឺប្រៃបាទរសជាតិប្រៃបាទរសชาติខេមបាទប្រែថាប្រៃបាទខេមប្រៃខេមរួចហើយមកបងប្អូនបាទព្រាវបាទព្រាវបាទរសชาติព្រាវបាទមានន័យថារសជាតិជូរបងប្អូនអញ្ចឹងព្រាវប្រែថាជូរបងប្អូនបាទជូរទៅទៀតបងប្អូនបាទហ្វាតបាទហ្វាតនេះប្រែថាចត់បងប្អូនបាទរសជាតិចត់បាទរសชาติហ្វាតបាទហ្វាតគឺចត់បងប្អូនបាទចត់ជើឈើបាទប្រែថាសាបឆ្លេមបាទរសជាតិសាបឆ្លេមដែលយើងបានបងគ្រឿងមកអីទៅបងប្អូនបាទពាក្យបន្ទាប់មកទៀតបាទហោមវ៉ានបងប្អូនបាទហោមវ៉ានប្រែថាក្រអូបឈ្ងុយបងប្អូនបាទក្រអូបឈ្ងុយបាទយើងលក្ខណៈដូចក្លិនម្ហូបអីហ្នឹងបាទហោមវ៉ានមានថាក្លិនក្រអូបឈ្ងុយបងប្អូនបាទអញ្ចឹងហោមគ្រុនបងប្អូនបាទហោមគ្រុនប្រែថាក្រអូបឈ្ងុយឬក៏ក្រអូបភាយបាទស្ដាប់ទៅលើម្ហូបដែលយើងរៀបចំបើកកម្រោកពេលយើងស្លឬក៏យើងធ្វើចុងភៅបាទពេលយើង cooking ពេលយើងអិនណាបងប្អូនបាទអញ្ចឹងហោមគ្រុនបាទហោមគ្រុននេះគឺក្រអូបឈ្ងុយឬក៏ក្រអូបភាយពេលយើងដែលកំពុងតែយើងចំអិនគឺយើងបើកកម្រោកមកបាទមានក្លិនមកអញ្ចឹងមែនបងប្អូនបាទមែននេះគឺស្អុយបងប្អូនបាទក្លិនស្អុយបាទមែនប្រែថាក្លិនស្អុយឬក៏ស្អុយនេះឯងបងប្អូនបាទពាក្យបន្ទាប់មកទៀតបាទវ៉ានអមព្រាវបាទវ៉ានអមព្រាវប្រែថាជូអែមបងប្អូនបាទជូអែមណាបាទវ៉ានអមព្រាវបាទជូអែមបងប្អូនបាទរសជាតិជូអែមបាទពាក្យបន្ទាប់ទៀតបាទខ្រយបងប្អូនបាទខ្រយនេះប្រែថាភ្លាវបាទភ្លាវមួយទៀតយើងអាចនិយាយថាជើតបាទជើតនេះគឺប្រែថាភ្លាវដូចគ្នាបងប្អូនបាទពាក្យបន្ទាប់ទៀតបាទរត់ចាត់បងប្អូនបាទរត់ចាត់បាទរត់ចាត់នេះប្រែថារសជាតិខ្លាំងឬក៏ប្រៃហិលអញ្ចឹងទៅបាទរត់ចាត់ប្រែថារសជាតិដែលខ្លាំងបាទរសជាតិដូចជាប្រៃរសជាតិដូចជាហិលអញ្ចឹងទៅបាទរត់ចាត់បាទส้มตำរត់ចាត់គេថាបុកល្ហុងហិលបងប្អូនបាទរសជាតិរត់ចាត់គេថាបុកល្ហុងហិលបាទส้มตำគេថាผ็ดចាត់អញ្ចឹងទៅបាទពាក្យបន្ទាប់មកទៀតបាទរត់អនបងប្អូនបាទរត់អនប្រែថារសជាតិស្រទន់បាទអននេះគឺទន់ណាបងប្អូនបាទទន់ឬក៏ទន់ជ្រាយបាទអញ្ចឹងរត់អនប្រែថារសជាតិស្រទន់បងប្អូនពាក្យបន្ទាប់ទៀតបាទខេមចាត់បងប្អូនបាទខេមចាត់ប្រែថាប្រៃខាស់បងប្អូនបាទខេមនេះយើងប្រែថាប្រៃដល់ពេលខេមចាត់ប្រែថាប្រៃខាស់យើងខ្លាក់ប្រៃយើងញ៉ាំអត់កើតអញ្ចឹងវាសាថាខេមចាត់ពាក្យបន្ទាប់ទៀតបាទវ៉ានចាត់បងប្អូនបាទវ៉ានចាត់ប្រែថាផ្អែមខកឬក៏ផ្អែមខ្លាំងបងប្អូនបាទអញ្ចឹងវ៉ានចាត់បាទអញ្ចឹងវ៉ានគឺផ្អែមចាត់បាទ
ចឹងផ្អែមខាក់កឬក៏ផ្អែមខ្លាំងមែនតើបងប្អូនបាទវ៉ាន់ចាត់បាទសម្រាប់នៅក្នុងវីដេអូយើងនៅក្នុងថ្ងៃនេះគឺយើងបានដល់ទីបញ្ចប់ហើយក្នុងការរៀនភាសាថៃប្រចាំថ្ងៃនៅក្នុង channel របស់ខ្ញុំបាទសូហានរៀនថៃបងប្អូនបាទកុំភ្លេចជួយចុច like ហើយនិង subscribe channel របស់ខ្ញុំអ្នកមួយដើម្បីទទួលបាននឹងជាវីដេអូថ្មីៗជាចំណេះដឹងភាសាថៃចែកអំណោយទៅដល់បងប្អូនអ្នកសិក្សាភាសាថៃបាទនៅក្នុងវីដេអូនេះដែរបាទសូមអរគុណសូមគោរពលាបាទ